8យ៉ាងសប្បាយដែលអ្នកអាចជួបប្រទះបានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ 1. ទស្សនាថ្ងៃរះនៅអង្គរវត្តប្រាសាទបុរាណធំជាងគេបំផុតរបស់ពិភពលោកដែលសាងសង់ក្នុងសតវត្សទី 12 នៅពេលដែលព្រះអាទិត្យរះនៅពីក្រោយប៉មថ្មបុរាណអគារទាំងមូលភ្លឺចែងចាំងប្រឆាំងនឹងមេពណ៌មាសទឹកក្រូចដ៏អស្ចារ្យ 2. ជិះរថភ្លើងឫស្សី Nori នៅខេត្តបាត់ដំបងមធ្យោបាយធ្វើដំណើរពិសេសមួយដែលធ្វើពីស៊ុមឫស្សីដែលដាក់នៅលើផ្លូវរថភ្លើងចាស់ៗ អ្នកទេសចរអាចអង្គុយលើវេទិកាឫស្សីហើយបើកបរឆ្លងកាត់វាលស្រែបៃតង 3. រីករាយជាមួយសត្វពីងពាងបំពងស្រួយនៅស្គន់ខេត្តកំពង់ចាមទីក្រុងស្គន់មានភាពល្បីល្បាញលើពិភពលោកសម្រាប់សត្វពីងពាងបំពងស្រួយរបស់វា ម្ហូបនេះទាំងគួរឲ្យចាប់អារម្មណ៍និងជាការសាកល្បងភាពក្លាហានសម្រាប់អ្នកទេសចរជាច្រើន 4. ស្វែងយល់ពីភូមិអណ្តែតទឹកនៅលើបឹងទន្លេសាបមនុស្សរស់នៅក្នុងផ្ទះអណ្តែតទឹកសាលារៀននិងសូម្បីតែផ្សារអណ្តែតទឹកជីវិតផ្លាស់ប្តូរជាមួយនឹងទឹកហូរចុះឡើងនៅលើបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ 5. មើលផ្សោតអ៊ីរ៉ាវ៉ាឌីនៅលើទន្លេមេគង្គជាកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួនតូចនៅលើពិភពលោកដែលប្រភេទផ្សោតទឹកសាបដ៏កម្រនេះនៅតែលេចឡើងពួកវាច្រើនតែលេចឡើងនៅជិតក្រចេះ 6. ស្វែងយល់ពីកោះរ៉ុងជាមួយនឹងសមុទ្រពណ៌ខៀវដូចម៉ាល់ឌីវទឹកថ្លាដូចកញ្ចក់ខ្សាច់ពណ៌សល្អិតនិងឆ្នេរខ្សាច់ដ៏បរិសុទ្ធបង្កើតជាឋានសួគ៌រមណីយដ្ឋានដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា 7. ទស្សនាសមុទ្រភ្លឺចែងចាំងនៅពេលយប់នៅតំបន់ខ្លះជុំវិញកោះរ៉ុងប្លង់តុងភ្លឺចែងចាំងរាប់លានបង្កើតរលកវេទមន្តនៃពន្លឺពណ៌ខៀវនៅពេលដែលពួកវាកូរផ្ទៃទឹក 8. ស្វែងយល់អំពីប្រវត្តិសាស្ត្រនៅវាលពិឃាតនេះគឺជាកន្លែងមួយដែលសម្គាល់សម័យកាលដ៏ឈឺចាប់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្រោមរបបខ្មែរក្រហមឥឡូវនេះវាបានក្លាយជាកន្លែងរំលឹកនិងអប់រំប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយប្រធានបទដូចជាអង្គរវត្តភូមិអណ្តែតទឹកទន្លេសាបផ្សោតមេគង្គនិងសមុទ្រភ្លឺចែងចាំងនៃកោះរ៉ុងគឺស័ក្តិសមជាពិសេសសម្រាប់វីដេអូខ្លីៗនៅលើ Facebook ឬ YouTube ពីព្រោះពួកវាមានរូបភាពគួរឲ្យចាប់អារម្មណ៍ខ្លាំងដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាយ៉ាងងាយស្រួលក្នុងរយៈពេល3 វិនាទីដំបូង